សាហាវណាស់បាញ់ឈាមប្រឡាក់ពេញមុខបរិសម្នាក់កំពុងតែដេកនៅលើគ្រែក្នុងរោងចាំចំការត្រូវបានឃាតករលបកាប់នឹងអាកសម្លាប់យ៉ាងរន្ធត់បរិសម្នាក់កំពុងតែដេកនៅក្នុងមុងនៅលើគ្រែនៅក្នុងរោងចាំចំការត្រូវបានឃាតករលបកាប់សម្លាប់នឹងអាកបាញ់ឈាមប្រឡាក់ពេញមុងស្លាប់យ៉ាងរន្ធត់បំផុតរួចរត់គេចខ្លួនបាត់ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង 4 ទីភ្លឺឈានចូលថ្ងៃទី25ខែមិថុនាឆ្នាំ2026ចំណុចរោងចំការបឹងខ្នល់នៅក្នុងភូមិប្រការធំឃុំជ្រោយបន្ទាយស្រុកព្រែកប្រសាប់ខេត្តក្រចេះសមត្ថកិច្ចបានដឹងថានៅថ្ងៃទី24ខែមិថុនាឆ្នាំ2026វេលាម៉ោងប្រហែល20ជនរងគ្រោះឈ្មោះប៉ុនសុតភេទប្រាក់អាយុ65ឆ្នាំមានទីលំនៅក្នុងភូមិរកាធំឃុំជ្រោយបន្ទាយស្រុកព្រែកប្រសាប់ខេត្តក្រចេះបានជិះម៉ូតូត្រឡប់មកពីផ្ទះរបស់កូនស្រីឈ្មោះសុតស្រីមុចអាយុ44ឆ្នាំក្នុងភូមិទួលព្រែកឃុំជ្រោយបន្ទាយស្រុកព្រែកប្រសាប់ខេត្តក្រចេះរួចក៏សម្រាកនៅក្នុងរោងចំការបឹងខ្នល់តែម្នាក់ឯងរហូតដល់វេលាម៉ោងប្រហែល4ដែលជាម៉ោងកាត់ហេតុឈានចូលថ្ងៃទី25ខែមិថុនានោះស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពកាប់សម្លាប់ទៅជនរងគ្រោះបណ្ដាលឲ្យដាច់រយះក៏ហូរឈាមបាញ់ប្រឡាក់ពេញមុខស្លាប់យ៉ាងរន្ធត់នៅក្នុងរោងចាំចំការនោះតែម្ដងបន្ទាប់ពីទទួលបានព័ត៌មានកម្លាំងជំនាញរួមជាមួយនឹងកម្លាំងប៉ោះនគរបាលរដ្ឋបាលជ្រោយបន្ទាយសហការជាមួយនឹងកម្លាំងការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលខេត្តរួមទាំងកម្លាំងព្រំប្រទានកម្រិតធ្ងន់ចុះទៅដល់ទីតាំងកាត់ហេតុធ្វើការស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យដើម្បីតាមចាប់ឃាត់ខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ឲ្យខាងទៅបាននិងប្រកាសសាប់ជនរងគ្រោះទៅឲ្យក្រុមគ្រួសារសាច់ញាតិធ្វើបន្តប្រពៃណីនាងខ្ញុំអែលស្រីនុចពីកម្មវិធី TVFB ព័ត៌មាន